វិធីថែរក្សាភ្នែកកុំឲ្យកើតជំងឺភ្នែកផ្សេងៗនៅរដូវក្តៅការការពារកែភ្នែករបស់អ្នកដើម្បីអាចជៀសវាងកុំឲ្យភ្នែករបស់អ្នកប្រឈមនឹងការកើតជំងឺផ្សេងៗគឺជាប្រការល្អប្រសើរសម្រាប់សុខភាពភ្នែកជំងឺភ្នែកច្រើនប្រភេទងាយនឹងកើតលើលោកអ្នកដែលមិនយកចិត្តទុកដាក់ការពារនៅពេលរដូវក្តៅចូលមកដល់តើលោកអ្នកគួរថែរក្សាភ្នែកដោយរបៀបណាដើម្បីកុំឲ្យកើតជំងឺភ្នែកបាននៅក្នុងរដូវក្តៅជំងឺភ្នែកស្ងួតជំងឺកន្ទុយថ្លែននិងជំងឺភ្នែកក្រហមគឺងាយកើតឡើងណាស់នៅក្នុងរដូវក្តៅតើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យលោកអ្នកមានជំងឺភ្នែកស្ងួតជំងឺភ្នែកស្ងួតគឺបណ្ដាលមកពីកម្រិតបរិមាណទឹកដែលចិញ្ចឹមភ្នែករបស់អ្នកមិនគ្រប់គ្រាន់ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យជាពិសេសស្ត្រីដែលអស់រដូវជាធម្មតាទឹកភ្នែកផលិតចេញពីក្រពេញភ្នែកតូចៗនៅភ្នែកភ្នែកនិងក្រពេញត្របកភ្នែកនៅពេលការផលិតទឹកភ្នែកធ្លាក់ចុះដែលអាចធ្វើឲ្យលោកអ្នករមាស់ភ្នែករមាស់រកាំភ្នែកដូចកំទេចចូលភ្នែកចាញ់ពន្លឺនិងអាចបណ្ដាលឲ្យមើលរូបភាពផ្សេងៗមិនបានច្បាស់ល្អនិងឃើញពណ៌អនឡាញរកាំក្រហាយមានទឹកភ្នែកហូរម្ដងម្កាលនិងមានអាការៈឈឺអួលក្នុងក្រភ្នែកតាមទ្រឹស្ដីវិទ្យាសាស្ត្របញ្ជាក់ថាការប្រែប្រួលបរិស្ថានដោយការឡើងកម្ដៅខ្លាំងការប៉ះខ្យល់ខ្លាំងជាអាចការប៉ះខ្យល់ម៉ាស៊ីនត្រជាក់ការស្ថិតនៅមុខកង្ហារឬការធ្វើដំណើរទៅណាមកណាដោយមិនពាក់វ៉ែនតាការពារកម្ដៅថ្ងៃការបណ្ដោយឲ្យខ្យល់និងដីហុយចូលភ្នែកគឺជាហេតុដែលបណ្ដាលឲ្យលោកអ្នកប្រឈមនឹងជំងឺភ្នែកស្ងួតបន្ថែមពីនេះការពាក់ contact lens លើភ្នែកយូរមិនមានការថែទាំត្រឹមត្រូវការមើលកុំព្យូទ័រនិងការប្រើប្រាស់សៀវភៅយូរនិងការអានសៀវភៅយូរក៏ជាកត្តាដែលបណ្ដាលឲ្យលោកអ្នកប្រឈមនឹងការកើតជំងឺភ្នែកស្ងួតបានផងដែរវិធីការពារកុំឲ្យកើតជំងឺភ្នែកស្ងួតលោកអ្នកគប្បីទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ឧស្សាហ៍លុបលាងមុខរាល់ពេលមានអារម្មណ៍ថាស្ងួតភ្នែកជៀសវាងភ្នែកត្រូវខ្យល់និងកម្ដៅថ្ងៃខ្លាំងរៀងរាល់ពេលធ្វើដំណើរគប្បីពាក់មួកការពារដែលមានរបាំងការពារភ្នែកឬវ៉ែនតាដើម្បីការពារកុំឲ្យខ្យល់ប៉ះភ្នែកខ្លាំងអ្នកត្រូវទទួលទានទឹកដែលមានសារជាតិរ៉ែបានគ្រប់គ្រាន់និងទទួលទានបន្លែពណ៌បៃតងដូចជាស្លឹកម្រុំស្លឹកបាសត្រួយល្ពៅនិងត្រូវការទទួលទានបន្លែផ្លែឈើមានជាអាចដូចជាផ្លែស្វាយល្ហុងទុំការ៉ុតនិងខ្នុរជាដើមឲ្យបានច្រើនដើម្បីឲ្យសារធាតុចិញ្ចឹមភ្នែកនិងភ្នែកមានសុខភាពល្អរីឯជំងឺភ្នែកក្រហមវិញប្រធានអគារភ្នែកនៃមន្ទីរពេទ្យព្រះកេតុមាលាលោកវិជ្ជបណ្ឌិតហេងច្រាងមានប្រសាសន៍ថារដូវក្តៅក៏អាចបណ្ដាលឲ្យលោកអ្នកប្រឈមនឹងការកើតជំងឺភ្នែកក្រហមបានដែរជាធម្មតាជំងឺភ្នែកក្រហមអាចស្ដែងចេញជារោគសញ្ញាក្រហមនៅជុំវិញប្រស្រីភ្នែកឬត្របកភ្នែកមានអាការៈហៀរទឹកភ្នែកខ្លាំងក្រោយពីងើបពីដំណេកមានប្រមល់ជាប់នឹងរោមភ្នែកមានអាចភ្នែកនិងរមាស់ភ្នែកក្រហាយភ្នែកភ្នែកស្រវាំងនិងភ្នែកចាញ់ពន្លឺជាដើមលោកចក្ខុបណ្ឌិតបញ្យល់ថាជំងឺនេះគឺបណ្ដាលមកពីបាក់តេរីវីរុសការប៉ះទង្គិចនឹងសារធាតុគីមីផ្សេងៗនិងអាចបណ្ដាលមកពីអាឡែហ្ស៊ីនិងអាកាសធាតុផងដែរលោកវិជ្ជបណ្ឌិតបន្ថែមថាការបណ្ដែតបណ្ដោយឲ្យភ្នែកត្រូវនឹងពន្លឺកាំរស្មី UV ពន្លឺព្រះអាទិត្យខ្លាំងដោយមិនពាក់វ៉ែនតាការពារពន្លឺថ្ងៃគឺងាយប្រឈមមុខនឹងជំងឺកន្ទុយថ្លែនជំវិញជំងឺកន្ទុយថ្លែននេះអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួងលោកចក្ខុបណ្ឌិតគង់ពិសិដ្ឋមានប្រសាសន៍ថាវាគឺជាកោសិកាសាច់ដែលដុះចេញពីភ្នាះស្ដើងនៃក្របភ្នែកដោយមានសរសៃឈាមលាតសន្ធឹងទៅដល់កញ្ចក់ភ្នែកហើយទ្រង់ទ្រាយនៃការដុះសាច់មានពណ៌ក្រហមលាយសលោកបញ្ជាក់ថាជំងឺនេះកើតឡើងក្នុងតំបន់ក្តៅស្ងួតនិងកខ្វក់បណ្ដាលមកពីធូលីដីដែលហុយច្រើនជំងឺនេះងាយកើតចំពោះកម្មករកសិករអ្នកធ្វើស្រែចម្ការអ្នកនេសាទត្រីដោយសារពួកគាត់ប៉ះពាល់នឹងពន្លឺថ្ងៃក្តៅខ្លាំងខ្យល់ខ្លាំងនិងប៉ះពាល់ធូលីដែលកង្វក់ហុយចូលភ្នែកជាច្រើនតាមក្បួនវិទ្យាសាស្ត្រជំងឺនេះមិនអាចព្យាបាលជាសះស្បើយដោយប្រើថ្នាំខ្មែរបុរាណឬការស្ដោះភ្លុំបាននោះឡើយគឺមានតែគ្រូពេទ្យជំនាញភ្នែកទើបអាចព្យាបាលជាសះស្បើយមធ្យោបាយសាមញ្ញមួយចំនួនដែលលោកអ្នកអាចប្រើដើម្បីការពារសុខភាពភ្នែករបស់លោកអ្នកគឺការប្រើវ៉ែនតាជាវិធីដ៏ងាយស្រួលនិងមានសុវត្ថិភាពមុនពេលពាក់វ៉ែនតាលោកអ្នកគួរទៅប្រឹក្សាជាមួយគ្រូពេទ្យភ្នែកដើម្បីពិនិត្យនិងធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាលោកអ្នកមានបញ្ហាភ្នែកឬអត់ត្រង់ចំណុចនេះលោកចក្ខុបណ្ឌិតហេងច្រាងពន្យល់ថាបច្ចុប្បន្នកុំព្យូទ័រមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការដែលអ្នកខ្លះចាំបាច់ត្រូវប្រើប្រាស់កុំព្យូទ័រយូររហូតដល់ទៅ8ទៅ10ម៉ោងក្នុងមួយថ្ងៃដែលជាហេតុបណ្ដាលឲ្យភ្នែកឈឺដើម្បីជៀសវាងបញ្ហាឈឺភ្នែកពីការផ្ចង់មើលឬព្រើលភ្នែកដោយសារការប្រឹងមើល
លោកអ្នកគួរទុកឲ្យភ្នែកបានសម្រាប់ខ្លះរៀងរាល់30នាទីនៃការប្រើប្រាស់កុំព្យូទ័រលោកអ្នកគួរផ្អាកខ្លះដោយសម្លឹងមើលទៅបរិវេណឆ្ងាយៗដូចជាក្រៅបង្អួចយ៉ាងតិច3ទៅ5នាទីមុននឹងត្រឡប់មកធ្វើការវិញព្រោះវាអាចជួយកាត់បន្ថយអាការៈឈឺភ្នែកបានក្នុងករណីធូលីហុយចូលភ្នែកហាមប្រើដៃញីភ្នែកព្រោះវានឹងធ្វើឲ្យធូលីកប់ណែននៅក្នុងកញ្ចក់ភ្នែកលោកអ្នកគួរបិទភ្នែកនិងពព្រិចភ្នែកទឹកភ្នែកនិងលាងសម្អាតធូលីចេញពីកែវភ្នែកឬអាចបើកភ្នែកដាក់ក្នុងទឹកស្អាតក៏អាចធ្វើឲ្យធូលីចេញពីកែវភ្នែកបានផងដែរលោកអ្នកគួរលាងសម្អាតដៃនិងសាប៊ូឲ្យបានញឹកញាប់ក្រោយពេលចេញពីបន្ទប់ទឹកឬកាន់វត្ថុកខ្វក់ឬក្រោយពេលច្រូតស្រូវរួចដើម្បីការពារកុំឲ្យមានធូលីដីមេរោគនិងបាក់តេរីដែលជាប់នឹងដៃចូលទៅក្នុងភ្នែកលោកអ្នកត្រូវជៀសវាងការប្រើប្រាស់ថ្នាំខ្មែរបុរាណការស្ដោះផ្លុំដោយទឹកមាត់ដែលមានបន្លូឬយកទឹកនោមលុបមុខជាដាច់ខាតព្រោះវាអាចបណ្ដាលឲ្យភ្នែកលោកអ្នកប្រឈមមុខនឹងជំងឺហើយឈឺកាន់តែធ្ងន់ធ្ងរថែមទៀតលោកអ្នកគួរទៅជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញភ្នែកដើម្បីទទួលបានការព្យាបាលត្រឹមត្រូវនៅពេលលោកអ្នកសង្ស័យថាលោកអ្នកមានបញ្ហាសុខភាពភ្នែកអាហារទាំង7មុខដែលអាចជួយនឹងការពារសុខភាពភ្នែកពីផលប៉ះពាល់ផ្សេងៗយើងដឹងរួចមកហើយថាកែវភ្នែកជាសរីរាង្គមួយដ៏សំខាន់រហូតដល់គេប្រៀបប្រដូចជារបស់ដែលសំខាន់និងមានតម្លៃបំផុតនៅក្នុងជីវិតដូច្នេះយើងនឹងមិនចាំបាច់ពិចារណាទេថាតើកែវភ្នែកមានតម្លៃធំធេងយ៉ាងណានោះដូច្នេះហើយដើម្បីឲ្យជីវិតកាន់តែមានន័យដោយសារតែចក្ខុវិញ្ញាណមានសុខភាពល្អភ្លឺថ្លានិងបង្ការជំងឺដែលប៉ះពាល់ដល់កែវភ្នែកផ្សេងៗយើងគួរតែថែរក្សាកែវភ្នែកមួយគូនេះឲ្យបានល្អជាទីបំផុតក្នុងនោះផងដែរក្នុងចំណោមវិធីជាច្រើនដើម្បីថែរក្សាកែវភ្នែកពពួកបន្លែផ្លែឈើមួយចំនួនក៏ត្រូវបានគេដឹងថាអាចជួយថែរក្សាសុខភាពកែវភ្នែករបស់យើងបានដូចគ្នាគ្រាន់តែយើងគួរតែទទួលទានអាហារបន្លែផ្លែឈើនោះជាប្រចាំរួមមានដូចជាទី1ការ៉ុតមើមការ៉ុតសម្បូរទៅដោយវីតាមីន A សារធាតុប្រឆាំងអុកស៊ីតកម្ម beta carotene lycopene និង lutein ដែលអាចជំនួយសុខភាពភ្នែកឲ្យមានភាពភ្លឺថ្លាការពារការងងឹតភ្នែកថែមទាំងអាចបង្ការហានិភ័យនៃជំងឺភ្នែកឡើងបាយនិងជំងឺទាក់ទងនឹងក្រសែភ្នែកផ្សេងៗបានផងដែរមើមការ៉ុតសម្បូរទៅដោយជាតិវីតាមីន A សារធាតុប្រឆាំងអុកស៊ីតកម្ម beta carotene lycopene និង lutein ដែលអាចជំនួយសុខភាពភ្នែកឲ្យមានភាពភ្លឺថ្លាទី2ត្រីសាម៉ុងនិងត្រីសាឌីនពពួកត្រីសមុទ្រដូចជាត្រីសាម៉ុងនិងត្រីសាឌីនជាពពួកត្រីដែលសម្បូរទៅដោយជាតិអាស៊ីតឆ្អែតខ្លាញ់ត្រីអូមេហ្គា3ដែលមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពរាងកាយទាំងមូលនោះទេតែថែមទាំងអាចជំនួយទៅកាន់សរសៃឈាមកែវភ្នែកឲ្យមានសុខភាពល្អប្រសើរជៀសវាងបញ្ហាភ្នែកផ្សេងៗបានផងដែរដូច្នេះហើយដើម្បីថែរក្សាសុខភាពកែវភ្នែកឲ្យបានល្អប្រសើរអ្នកគួរតែទទួលទានត្រីសាម៉ុងនិងត្រីសាឌីនយ៉ាងហោចណាស់ឲ្យបាន2ដងក្នុងមួយសប្តាហ៍ទើបជាការល្អទី3ផ្កាខាត់ណាខៀវផ្កាខាត់ណាខៀវសម្បូរទៅដោយជាតិវីតាមីន A វីតាមីន C និងវីតាមីន E រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនរ៉ែដែលមានសារធាតុចិញ្ចឹមសំខាន់ៗដល់រូបរាងកាយរបស់យើងទាំងមូលមិនតែប៉ុណ្ណោះផ្កាខាត់ណាខៀវថែមទាំងអាចធ្វើការការពារនិងបង្កហានិភ័យនៃជំងឺភ្នែកបានជាច្រើនមុខផងដែរទី4ស្ពៃ spinach ស្ពៃ spinach បើទោះបីមិនមែនជាបន្លែដាំដុះនៅក្នុងស្រុកយើងក៏ពិតមែនប៉ុន្តែអ្នកក៏អាចរកបានដោយងាយនៅផ្សារទំនើបនានាបានផងដែរដោយស្ពៃ spinach ពណ៌បៃតងមួយប្រភេទនេះគឺជាប្រភពនៃវីតាមីន C វីតាមីន E carotene lutein និង zeaxanthin ដែលអាចមានសមត្ថភាពដ៏ពិសេសជួយថែរក្សាសុខភាពកែវភ្នែកឲ្យភ្លឺថ្លាបង្ការជំងឺងងឹតភ្នែកនិងខ្វាក់មាន់និងជំងឺផ្សេងៗជាច្រើនទី5ស៊ុតសម្បូរទៅដោយវីតាមីន A វីតាមីន B complex អាស៊ីតខ្លាញ់ឆ្អែតនិងស័ង្កសីដែលអាចជំនួយសុខភាពទាំងមូលឲ្យមានសុខភាពល្អនិងបង្ការជំងឺភ្នែកផ្សេងៗជាពិសេសអាចថែរក្សារូបរាងរបស់អ្នកឲ្យនៅតែស្រឡូនស្រស់ស្អាតប្រសិនជាទទួលទានវាជាអាហារពេលព្រឹកទី6គ្រាប់អាល់ម៉ុនគ្រាប់ផ្លែអាល់ម៉ុនសម្បូរទៅដោយវីតាមីន E ដែលអាចជំនួយសុខភាពប្រឆាំងភាពចាស់និងជំងឺដែលយាយីរាងកាយពេលដែលវ័យកាន់តែចាស់ឡើងថែមទាំងអាចជំនួយគ្រាប់ភ្នែកការពារជំងឺភ្នែកឡើងបាយនិងជំងឺភ្នែកផ្សេងៗបានផងដែរទី7ពពួកផ្លែបឺរីពពួកផ្លែបឺរីដូចជា strawberry blueberry raspberry ត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនិងវីតាមីន C ខ្ពស់ដែលអាចជួយការពារសុខភាពភ្នែកនិងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនមុខផ្សេងទៀតបាន
ទី8ផ្លែឈើនិងបន្លែផ្សេងៗក្រៅពីបន្លែនិងផ្លែឈើខាងលើមានបន្លែផ្លែឈើជាច្រើនមុខទៀតដែលសុទ្ធសឹងត្រូវបានណែនាំឲ្យទទួលទានដើម្បីជំនួយគ្រាប់ភ្នែកនិងការពារសុខភាពភ្នែកបានដូចជាទឹកដោះគោសូកូឡាខ្មៅប៉េងប៉ោះផ្លែបឺពពួកក្រូចឆ្មាឬក្រូចសម្បកលឿងល្ពៅស្ពៃក្តោបខ្ទឹមបារាំងនិងរបស់សម្រាប់ទទួលទានជាច្រើនមុខទៀតទាំងអស់នេះមិនត្រឹមតែល្អសម្រាប់កែភ្នែកនោះទេតែក៏ល្អសម្រាប់សុខភាពរាងកាយទាំងមូលផងដែររបៀបថែរក្សាកែភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយនឹងកុំព្យូទ័រសប្តាហ៍ថ្ងៃនេះបុគ្គលិកការិយាល័យភាគច្រើនត្រូវបានប្រើប្រាស់កុំព្យូទ័រជាប្រចាំការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃអាចបណ្ដាលឲ្យភ្នែកឈឺឬអាចរបួសភ្នែកវាអាចបណ្ដាលឲ្យភ្នែករបស់អ្នកមើលមិនច្បាស់មានអារម្មណ៍ថាឈឺភ្នែកនិងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗខាងក្រោមនេះគឺជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះទី1ទុកពេលឲ្យភ្នែករបស់អ្នកសម្រាកអ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នកដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នកប្រហែលជា10វិនាទីរហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយបាននិងឲ្យភ្នែករបស់អ្នកសម្រាកទី2ធ្វើចលនាភ្នែកប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែងហើយមិនមានពេលអាចដើរទៅណាបានអ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទ្រនិចនាឡិកាធ្វើចលនាពីឆ្វេងទៅស្ដាំពីលើចុះក្រោមធ្វើបែបនេះ3ដងសម្រាប់ចលនានីមួយៗដើម្បីឲ្យភ្នែករបស់អ្នកបានសម្រាកទី3រក្សាសំណើមភ្នែកមនុស្សភាគច្រើនដែលផ្ដោតអារម្មណ៍ខ្លាំងលើការងារមិនសូវបានព្រិចភ្នែកញឹកញាប់ទេដូចនេះធ្វើឲ្យភ្នែករបស់អ្នកស្ងួតអ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមមកវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ឬអាចប្រើប្រាស់សូលេឆុងបន្តក់ភ្នែកដើម្បីផ្សើមភ្នែកអ្នកត្រូវចងចាំថារាល់ការប្រើប្រាស់ផលិតផលណាមួយត្រូវសុំការណែនាំអំពីវេជ្ជបណ្ឌិតជំនាញជាមុនសិនទី4ដកដង្ហើមឲ្យបានទៀងទាត់នៅពេលដែលអ្នកផ្ដោតអារម្មណ៍ខ្លាំងទៅលើអេក្រង់កុំព្យូទ័រធ្វើឲ្យដង្ហើមរបស់អ្នកធ្លាក់ចុះដោយមិនដឹងខ្លួនដូចនេះអ្នកត្រូវតែដកដង្ហើមឲ្យបានទៀងទាត់ដើម្បីឲ្យលំហូរឈាមរត់បានល្អទី5ដាក់កុំព្យូទ័រនៅលើតុទាបឬប្រើកុំព្យូទ័រដែលអាចចល័តបានដូចនេះភ្នែករបស់អ្នកអាចសម្លឹងចុះក្រោមនៅពេលធ្វើការសម្លឹងចុះក្រោមវាជាមធ្យោបាយមួយដែលភ្នែករបស់អ្នកត្រូវបានគ្រប់គ្រងដោយត្របកភ្នែកហើយព្រិចភ្នែកបានច្រើននិងចេញទឹកភ្នែកបានច្រើន6ប្រើប្រាស់ contact lensប្រសិនបើអ្នកពាក់ contact lens តែភ្នែករបស់អ្នកមិនសូវមានសំណើមអ្នកគួរតែប្ដូរមកប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញមនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែងគួរធ្វើការត្រួតពិនិត្យភ្នែកជារៀងរាល់6ខែម្ដង7បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែកអាហារដែលសម្បូរដោយសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែភ្នែកនិងការពារភ្នែកពីការខូចខាតឬជំងឺឡើងបាយមានដូចជាត្រីសមុទ្រការ៉ុតបន្លែពណ៌បៃតងរួមបញ្ចូលទាំងគ្រាប់ធញ្ញជាតិដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការខូចខាតកោសិកានិងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ8បរិភោគផ្លែឈើនិងបន្លែផ្លែឈើនិងបន្លែសម្បូរវីតាមីន A វីតាមីន A ជួយឲ្យភ្នែកមានសុខភាពល្អអាហារដែលសម្បូរដោយវីតាមីន A រួមមានផ្លែស្វាយប៉េងប៉ោះឪឡឹកការ៉ុតល្ពៅដំឡូងជ្វាគ្រាប់ធញ្ញជាតិត្រីនិងស៊ុតជាដើមវិធីមួយចំនួនទៀតជួយថែរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អបញ្ហាភ្នែកគឺជាកត្តាដ៏សំខាន់ដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់និងត្រូវថែរក្សាសុខភាពរបស់វាឲ្យបានល្អជាក់ស្ដែងបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងជួបបញ្ហាភ្នែកនេះផ្សេងពីគ្នាដោយអ្នកខ្លះមើលអេក្រង់កុំព្យូទ័រយូរអត់បានឆាប់ឈឺភ្នែកអន់ភ្នែកឬមញោបយ៉ាងណាក្តីបើអ្នកយកចិត្តទុកដាក់ថែរក្សាកែភ្នែកឲ្យបានល្អនោះគុណភាពភ្នែករបស់អ្នកក៏មិនអន់ថយទៅតាមវ័យប៉ុន្មាននោះដែរខាងក្រោមនេះគឺជាចំណុច10យ៉ាងដែលអាចជួយឲ្យភ្នែករបស់អ្នកមានសុខភាពល្អទី1ព្យាយាមនៅឲ្យឆ្ងាយពីអេក្រង់កុំសម្លឹងមើលអេក្រង់កុំព្យូទ័រទូរស័ព្ទទូរទស្សន៍ឬអេក្រង់ផ្សេងៗក្នុងចម្ងាយជិតពេកព្រោះពន្លឺនៃវត្ថុទាំងនោះអាចធ្វើឲ្យភ្នែករបស់អ្នកឆាប់ស្រវាំងនិងឈឺហួលភ្នែកបានអ្នកគួរតែនៅចម្ងាយសមល្មមនិងព្យាយាមសម្លឹងមើលអ្វីផ្សេងខ្លះសម្រាប់ដោយការព្រិចភ្នែកនៅពេលដែលអ្នកធ្វើការប្រើប្រាស់កុំព្យូទ័រឬមើលអេក្រង់ផ្សេងជារៀងរាល់ថ្ងៃអ្នកគួរតែសម្រាកភ្នែកដោយព្រិចភ្នែកប្រហែល20វិនាទីរាល់20នាទីម្ដងព្រោះបើអ្នកសម្លឹងយូរជ្រុលពេកវានឹងអាចធ្វើឲ្យភ្នែករបស់អ្នកស្ងួតបាន3ពាក់វ៉ែនតាជំនួយបើអ្នកអាចពាក់វ៉ែនតាការពារពន្លឺឬវ៉ែនតាការពារកម្ដៅថ្ងៃបានគឺជាការល្អព្រោះវាអាចជួយភ្នែកបានច្រើននិងជួយទប់ស្កាត់កាំរស្មី UVA និង UVB បានច្រើនភាគរយដែរ
4. ជាយាមញ៉ាំអាហារសមុទ្រតាមការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថាអ្នកញ៉ាំអាហារសមុទ្រមួយដងក្នុងមួយសប្តាហ៍គឺអាចកាត់បន្ថយជំងឺភ្នែកបានរហូតដល់ទៅ 42% បើធៀបនឹងអ្នកដែលអត់បានញ៉ាំអាហារសមុទ្រសោះ 5. ញ៉ាំបន្លែឲ្យបានច្រើនការ៉ុតគឺជាបន្លែមួយយ៉ាងសម្បូរដោយជាតិវីតាមីន A ដែលអាចជួយដល់ភ្នែករបស់អ្នកឲ្យមានសុខភាពល្អខណៈដែលបន្លែបៃតងក៏អាចជួយភ្នែករបស់អ្នកបានច្រើនផងដែរទី 6 គេងឲ្យបានគ្រប់គ្រាន់ការគេងគ្រប់គ្រាន់ពិតជាជួយឲ្យភ្នែករបស់អ្នកមានសុខភាពរឹងមាំល្អនិងមិនសូវមានភាពហត់នឿយទី 7 គួរយកចិត្តទុកដាក់លើដឺក្រេនៃវ៉ែនតាការសិក្សារបស់សាកលវិទ្យាល័យភាគខាងត្បូងតិចសាសបានឲ្យដឹងថា85% នៃអ្នកពាក់វ៉ែនតាពុំបានយកចិត្តទុកដាក់ខ្លាំងដល់កម្រិតដឺក្រេរបស់វ៉ែនតារបស់ខ្លួននោះទេការពាក់វ៉ែនតាខុសកម្រិតដឺក្រេក៏ជាហេតុធ្វើឲ្យភ្នែករបស់អ្នកខូចបានដែរ 8. លាងសម្អាតនិងដូរសម្ភារៈតែងមុខអ្នកគួរលាងសម្អាតភ្នែកពេលត្រឡប់មកពីកម្មវិធីនានាវិញក្រោយការ make up ហើយសម្ភារៈដែល make up គួរតែបោះបង់ចោលក្រោយ3ខែម្ដងបើអាចព្រោះបាក់តេរីអាចនឹងនៅជាប់នឹងសម្ភារៈ mascara និងអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបានជាពិសេសចំពោះនារី 9. ពាក់វ៉ែនតាការពារភ្នែកពេលធ្វើការងារផ្សេងៗរាល់ការងារទាំងឡាយណាក៏ដោយដែលប្រើប្រាស់ភ្នែកសម្លឹងមើលខ្លាំងអ្នកគួរតែពាក់វ៉ែនតាឲ្យបានជាប់ជាការល្អព្រោះវាអាចជួយទាំងសុខភាពភ្នែកនិងជួយទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរទី 10 គួរពិភាក្សាជាមួយពេទ្យភ្នែកបើអ្នកដឹងខ្លួនថាមានបញ្ហាភ្នែកដូចជាភ្នែកឧស្សាហ៍ឈឺញឹកញាប់ឬមើលឆ្ងាយមិនសូវច្បាស់នោះអ្នកគួរទៅជួបជាមួយនឹងគ្រូពេទ្យជំនាញផ្នែកចក្ខុរោគដើម្បីពិភាក្សាព្រោះបើបណ្តែតបណ្ដោយនោះវាកាន់តែធ្ងន់ធ្ងរទៅនៅថ្ងៃមុខជាមិនខាន